បាទជំរាបសួរបងនេះជាវីដេអូនៃការបញ្ចូល stock ដែលយើងជាទូទៅយើងហៅថា stock ដើមគ្រាឬក៏ stock ដែលគេ free ឲ្យដែលយើងអត់ដាក់ថ្លៃដើមក៏បានដែរអញ្ចឹងណាបងបាទអញ្ចឹងដើម្បីបងអាចបញ្ចូល stock តាមខាងសិនបានមកយកពាក្យថា inventory បាទហើយមកជួយពាក្យថា transaction មកជួយលើ transaction ហ្នឹងមកហើយយើងមានពាក្យថា go receive បងនេះជា function ដែលយើងបញ្ចូល stock ហ្នឹង go receive ហ្នឹងមកចុចលើ go receive ហ្នឹងមកបាទអញ្ចឹងពេលដែលបងចូលក្នុង go receive ហ្នឹងរួចរាល់ហើយបងត្រូវរើសពាក្យថា create បងមកចុចលើពាក្យ create បាទអញ្ចឹងនេះជា form នៃការបញ្ចូល stock របស់យើងអញ្ចឹងណាបងបាទអញ្ចឹងពេលដែលបងចូលដល់ក្នុង form នៃ go receive របស់យើងហើយអញ្ចឹងទី1ដើម្បីដំណាក់កាលដំបូងដើម្បីបងអាចបញ្ចូល stock បានបងត្រូវរើសពាក្យ receive by បងអញ្ចឹងបងត្រូវចុចលើពាក្យ receive by ហើយបងត្រូវរើស user មួយណាដែលបងអ្នកកាន់ stock បញ្ចូលអញ្ចឹងណាបងបាទអញ្ចឹងខ្ញុំបញ្ចូលតាម user admin ខ្ញុំរើស user admin ចូលមកអញ្ចឹងពេលហ្នឹង user admin នឹងចូលទៅក្នុងហ្នឹងណាបងបាទអញ្ចឹងបន្ទាប់ពីបងរើស receive by នឹងរួចហើយដល់ដំណាក់កាលទី2គឺបងត្រូវរើស account បងអញ្ចឹងនៅកន្លែងនេះគឺយើងមាន GL account មួយដែលបងចាំបាច់ត្រូវតែរើសបាទអញ្ចឹងបងចុចទៅលើកន្លោម GL account ហ្នឹងមកបាទអញ្ចឹងពេលហ្នឹងយើងទៅ search រកឈ្មោះ account របស់យើងបាទអញ្ចឹងឈ្មោះ account របស់យើងគឺមានពាក្យថា retain earning មកអញ្ចឹងបង search ពាក្យថា RET បាទអញ្ចឹងបងវាយតែពាក្យ RET តែប៉ុណ្ណឹងមកបាទអញ្ចឹងគឺវាលោតឈ្មោះ account ហ្នឹងមកនេះឈ្មោះ account យើងពេញគឺ retain earning បងបាទ retain earning ហើយបងឃើញ account មួយហ្នឹងហើយបងចុចសញ្ញាព្រួយតម្លាក់វាចុះមកបាទពេលដែលបង search ឃើញវាហើយបងចុចសញ្ញាព្រួយរបស់វាតម្លាក់មកបាទអញ្ចឹងពេលហ្នឹង account retain earning នេះគឺវានឹងធ្លាក់ចូលក្នុង GL account ហ្នឹងបាទអញ្ចឹងពេលដែលវាធ្លាក់ចូលរួចរាល់ហើយពេលហ្នឹងបងអាចចាប់ផ្ដើមប្រតិបត្តិការរើស item របស់បងដើម្បីបញ្ចូល stock បានបងអញ្ចឹងដល់កន្លែងនេះគឺយើងទៅឈូស item របស់យើងមកបាទឈូស item បាទអញ្ចឹងពេលហ្នឹងវានឹងបង្ហាញ item របស់បងមកអញ្ចឹងបងចង់បញ្ចូល stock ទៅលើអីវ៉ាន់មួយណាអញ្ចឹងឧទាហរណ៍ខ្ញុំចង់បញ្ចូលទៅលើ ABC មួយអញ្ចឹងបងចុចសញ្ញាព្រួយតម្លាក់ ABC ចុះមកបាទអញ្ចឹងខ្ញុំចង់បញ្ចូលទៅលើវឌ្ឍនៈ line មួយទៀតបាទអញ្ចឹងចុចតម្លាក់វឌ្ឍនៈ line ទៅមកបងចុចសញ្ញាព្រួយតម្លាក់វាមកបាទអញ្ចឹងពេលដែលយើងរើស item ដែលយើងចង់បញ្ចូល stock រួចហើយបងខ្វែងចេញវាមកបាទខ្វែងចេញវាមកអញ្ចឹងនេះជា item ដែលយើងបានចុចតម្លាក់មកអញ្ចឹងណាបងនេះអញ្ចឹងគឺវាធ្លាក់មកនៅផ្ទាំងខាងក្រោយហ្នឹងហើយអញ្ចឹងពេលហ្នឹងបងអាចចាប់ផ្ដើមបញ្ចូល stock បានហើយអញ្ចឹងនេះជា quantity បាទអញ្ចឹងចំនួន stock ដែលបងចង់បញ្ចូលចំនួនប្រមាណកន្លែង quantity ហ្នឹងបងវាយបញ្ចូលទៅហ្នឹងទៅឥឡូវ ABC នេះខ្ញុំចង់បញ្ចូល24កំប៉ុងអញ្ចឹងឬក៏24 unit អញ្ចឹងខ្ញុំដាក់24 unit ទៅបាទហើយវឌ្ឍនៈ line នេះខ្ញុំបញ្ចូល2កេសឬក៏បើគិតជាចំនួន unit 48 unit អញ្ចឹងណាបងបាទអញ្ចឹងខ្ញុំដាក់48 unit បាទអញ្ចឹងពេលហ្នឹងកន្លែងខុសនេះបងចង់ដាក់ក៏បានអត់ក៏បានទៅលើខាង go receipt ហ្នឹងណាបងបាទអញ្ចឹងបងគាត់ទៅ quantity នេះគ្រាន់តែជាចំនួន stock ដែលបងចង់វាយចង់បញ្ចូលអញ្ចឹងខ្ញុំចង់បញ្ចូល24 48អញ្ចឹងខ្ញុំគ្រាន់តែវាយចំនួនប៉ុណ្ណឹងចូលរួចរាល់ទៅបងគាត់ទៅចុច sell បាទរួចបងចុច yes បាទអញ្ចឹងពេលហ្នឹង stock ABC ជាមួយ stock វឌ្ឍនៈ line របស់យើងគឺបានចូលទៅក្នុង system របស់យើង